ជំរាបសួរបងប្អូនទាំងគ្នាដែលកំពុងតែទស្សនាវីដេអូនេះថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើវីដេអូមួយដែលទៅទស្សនកិច្ចសិក្សានៅខេត្តសៀមរាបទៅជាមួយសាកលវិទ្យាល័យរបស់ខ្ញុំធ្វើវីដេអូនេះដែរគឺដើម្បីជាអាចថាជាអនុស្សាវរីយ៍មួយមុននឹងបញ្ចប់ឆ្នាំរបស់ពួកយើងបន្តិចទៀតយើងនឹងថតសកម្មភាពតទៀតអរគុណច្រើនខ្ញុំផ្ទាល់ទៅតល់គូឆ្នាំទី5អាទី4គឺអេសានបរមន្ទី1ហើយក៏ដាក់ឈ្មោះរាជធានីហ្នឹងថាអេសានបុរៈណាដែលមានទីតាំងរាជធានីហ្នឹងនៅក្នុងខេត្តកំពង់ធំហ្នឹងទីនេះដោយសារយល់ថាជារាជធានីបុរាណគឺថាមានបារាំងសម័យបារាំងហ្នឹងអ្នកមកសិក្សាទីនេះមុនគេគឺអាដាម៉ានលើក្លែហើយអ្នកដែលគូប្លង់ប្រាសាទគូស្អីនេះគឺហង្រីពាក់ម៉ងជេណាហង្រីពាក់ម៉ងជេគាត់ជាអ្នកស្ថាបត្យករគាត់បានទៅសិក្សាពីទឹកនៅអង្គរហើយគាត់បានសរសេរសភៅមួយដាក់ថាទីក្រុងទឹកអរិយធម៌អង្គរចាយមែនចាយដីមែនចាយដីគូអាហ្នឹងដីមិនចាយដីអាហ្នឹងគេយកធ្វើម្ហូបអីញ៉ាំដែរញ៉ាំអាហ្នឹងឆ្ងាញ់ទៅញ៉ាំមែនតើនិយាយលេងទៅបាទសួស្តីបាទហ្នឹងហើយចាំខ្ញុំរៀបរាប់នេះគឺជាប្រាសាទសម្បូរព្រៃគុកហើយប្រាសាទហ្នឹងគឺស្ថិតនៅតំបន់ខាងត្បូងហើយក៏វាជាចុចចំណុចកណ្ដាលនៃប្រាសាទសម្បូរព្រៃគុកផងដែរអូហ្នឹងហើយសម្រាប់ទិសវិញយើងអាចមើលដែរទី1ប្រាសាទគឺវាប្រាសាទសម្បូរព្រៃគុកគឺមានគឺមានពីរបែបរចនាបថគឺប្រាសាទមួយរាង4ជ្រុងហើយប្រាសាទមួយទៀតរាង8ជ្រុងហើយយើងដឹងថាជ្រុងណាកើតជ្រុងណាលិចយើងមើលតាមជ្រុងបើជ្រុងបែប4ទិសយើងអាចបែរមកខាងនេះយើងខាងកើតហើយសម្រាប់បែរទៅខាងក្រោយគឺជាខាងលិចហ្នឹងហើយប្លុកស៊ុំមើលថ្មប្រាសាទហ្នឹងថ្មមិនមែនថ្មភក់អីតើបាទពីវាជាប្រភេទថ្មអីគេវិញគាត់ដឹងបើជាអានេះគឺជាអត់ឬថ្មពីអត់បើជាអាយុកាលប៉ុន្មានអានេះគឺចាប់ដើមសាងសង់នៅសតវត្សទី7ទី7បាទហ្នឹងហើយសម្រាប់ខ្ញុំគិតថាប្រាសាទហ្នឹងល្អមែនតើហើយដូនតាយើងពិតជាល្អគឺគាត់ថាគាត់ខ្លាំងខាងវិទ្យាសាស្ត្រមែនតើដោយសារគាត់អាចយកថ្មហើយឲ្យទៅជាឥដ្ឋទៅមកគាត់ទៅរៀបគ្នាហើយខ្ពស់ទៀតតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យគាត់បានបង្ហាញថាប្រាសាទសម្បូរព្រៃគុកនេះគឺមានជាប់តាក់ទងគ្នាជាមួយនឹងអង្គរលោកគ្រូបានបញ្ជាក់ថាពីប្រាសាទព្រៃគុកទៅអង្គរគឺមានផ្លូវបុរាណមួយដែលចេញពីសម្បូរព្រៃគុកនេះទៅដល់ប្រាសាទអណ្ដែតហើយទើបមានផ្លូវមួយទៀតទៅកាន់ទីក្រុងអង្គរតែម្ដងសម្រាប់ខ្ញុំគិតថាគឺអស្ចារ្យមែនទែនបាទសួស្តីបងប្អូនអរគ្នាឥឡូវហ្នឹងគឺពេលព្រឹកថ្ងៃថ្មីហើយយប់មិញអត់បានថតអីទេដោយសារតែរវល់ហើយដើរទៅអង្គរតូចចាំមើលទៅដល់នឹងចាំអត់ទៅពូនំយកមួយចានបានដែរ5,000នេះមិញไม่ได้โอ้ my god โอ้ละเฮ้ยดูเสียนมันจะเราต้องน้ำหล่นนะសួស្តីមេក្រាសូមប្រាសាទមានប៉ុន្មានប្រភេទប្រាសាទបើសិនជាយើងអត់ឈិញប្រាសាទមានពីរប្រភេទហ្នឹងហើយសួរចឹងដោយសារតែបើសិនយើងគិតជាប្រាសាទយើងរាប់ទៅយើងបាញ់ចេញជាពីរប្រភេទទី1ប្រាសាទរៀបយើងរាប់ចេញជាប្រាសាទធំៗហ្មងយើងរាប់ចេញប្រាសាទរៀបហើយប្រាសាទភ្នំ
អូខេប្រាសាទភ្នំនិងប្រាសាទរៀបមានលក្ខណៈខុសគ្នាបែបម៉េច បើសិនជាយើងគិតលើវិភាគទៅលើការស្រាវជ្រាវឲ្យឯកសារយើងតាមឯកសារគឺមានថាប្រាសាទរៀបគឺជាប្រាសាទដែលយើងសាងសង់ភ្ជាប់តនឹងដីអត់មានខឿនទេប៉ុន្តែសម្រាប់ប្រាសាទភ្នំវាមានខឿនច្រើនថ្នាក់ចឹងតែ ឥឡូវហ្នឹងដែរគឺកំពុងតែនៅជុំគ្នាហើយនឹងលោកគ្រូកំពុងតែចង់និយាយពីប្រវត្តិនិងទីតាំង សម្រាយមកក្រុមមិនដឹងថានៅម្ដុំតាណាទេយើងមិនដឹងទេអញ្ចឹងប្រហែលជាឈ្មោះហ្នឹងវាតាក់ទងនឹងរឿងហ្នឹងក៏មិនដឹងប៉ុន្តែប្រាសាទភ្នំសម្រាប់រំលឹកដល់បុព្វការីជនណាមិនមែនប្រាសាទភ្នំសម្រាប់រាជទេបាទអាណាទុង2 3អាហ្នឹងប្រហែលជាត្រឹមប្រធានក្រុមប្រធានអីទេហ្នឹងហើយអញ្ចឹងអាណាមានទុងច្រើនអាហ្នឹងធំទៅណាអាហ្នឹងរបៀបមើលរូបចម្លាក់កន្លែងហ្នឹងណា ប្រាសាទដែលធ្វើពីថ្មភក់ខុសប្លែកពីប្រាសាទដែលធ្វើពីឥដ្ឋពិសេសកម្រាលចូលទៅក្នុងប្រាសាទយើងឃើញចាក់ស្ដែងដែលយើងមើលឃើញមានឥដ្ឋថ្មភក់នៅពីលើមែនក៏ប៉ុន្តែខាងក្រោមគឺអីគឺថ្មបាយក្រៀមមានកម្រាស់មួយទៅតាមស្ថានភាពជាក់ស្ដែងនៃមុខងាររបស់កន្លែងមួយអានេះមិនមែនតែមួយជាន់ទេវាអាចច្រើនជាន់អញ្ចឹងដូចខ្ញុំថាអញ្ចឹង មូលហេតុអីយើងឃើញស្នាមនេះអាស្នាមហ្នឹងនៅពេលដែលទឹកភ្លៀងមកវាហូរតាមហ្នឹងទៅវាធ្វើឲ្យសាច់អីផុងហើយអញ្ចឹងកាលណាសាច់ផុងបានស្ដីថា 100% វាស្រត់អញ្ចឹងហើយបានគេធ្វើឲ្យច្រើនជាន់ទៅនៅពេលដែលវាជ្រាបចូលទៅអានេះទៅវារត់ទៅមើលប្រហោងណាដែលវាជ្រាបទៅទៀតទៅដល់អាក្រោមទៀតរត់មុំទៅដល់ខ្សាច់បានស្ដីថារបាយដែលទឹកហូរចូលទៅវាស្មើគ្នាហ្មងអញ្ចឹងប្រាសាទនៅថេដដែលអាហ្នឹងដែលជាកត្តាមួយសំខាន់បំផុតហើយមួយទៀតយើងមើលឲ្យតែជុំវិញប្រាសាទភាគច្រើនគឺមានកន្លែងគូទឹកសម្រាប់ទឹកគាត់ជុំវិញហ្នឹងហើយដើម្បីឲ្យទឹកវាដក់ទៅវាជ្រាបចូលទៅអោបគឺប្រាសាទហើយយើងឃើញប្រាសាទដែលនៅគង់វង្សល្អជាងគេប្រាសាទធំមានប្រាសាទចូលតូចមួយឯងដោយសារគូទឹកវាបាទអញ្ចឹងខ្ញុំអត់សូវបញ្ជាក់ច្រើនទេខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថាមើលទៅឲ្យតែប្រាសាទថ្មភក់ជាទូទៅកម្រាលហ្នឹងគឺគេដាក់អីថ្មបាយក្រៀមគេដាក់ថ្មបាយក្រៀម បាទមុនហ្នឹងគឺ ហើយយើងបានចុះទៅប្រាសាទភ្នំឯទៅណាទៀតទៅណានេះគឺជាប្រាសាទលលៃប្រាសាទលលៃដែរគឺខ្ញុំអត់ទាន់ដឹងព័ត៌មានច្បាស់ពីវាខ្ញុំនឹងធ្វើការ research ហើយនឹងអាចជា voice over ពីលើវីដេអូនឹងបន្ថែមប្រាសាទលលៃស្ថិតក្នុងភូមិលលៃឃុំប្រាសាទបាគងស្រុកប្រាសាទបាគងនៃខេត្តសៀមរាបប្រាសាទលលៃសាងសង់ដោយព្រះបាទយសោវរ្ម័នទី1ក្នុងឆ្នាំ893និងឧទ្ទិសថ្វាយព្រះឥសូរប្រាសាទគោវត្តដល់ប្រាសាទគោវត្តហើយព័ត៌មានពីប្រវត្តិនិងអីផ្សេងគឺអត់ទាន់ដឹងទេអត់ទាន់ហ៊ាននិយាយពេលនេះចាំ research ហើយនឹង voice over បន្ថែមពីលើវីដេអូហ្នឹងបានហើយបានអត់គាត់មើលបាទប្រទេសស្រីនេះចុងសតវត្សទី10នេះតាមពិតប្រាសាទនេះគឺមិនមែនដឹកនាំសាងសង់ដោយស្ដេចទេណាដោយសារស្ដេចនៅសម័យនេះគឺស្ដេចជាប់រវល់សោយរាជនៅកោះកេរបាទអញ្ចឹងបានប្រាសាទនេះដឹកនាំដោយប្រាសាទនេះគឺថាជាអលង្ការដ៏ប្រណិតក្នុងសិល្បៈខ្មែរណាដោយសារវាទៅលើក្បាច់ចម្លាក់នៅប្រាសាទគេស្អីមិនតែស្អាតអត់ស្អាតដូចតែអងចឹងអូចម្លាក់នោះច្បាស់chứអត់ច្បាស់ហើយអត់អាចមើលពីអារម្មណ៍ទៅមួយពេលតែឃើញផ្ទាល់ពេលឃើញផ្ទាល់ចម្លាក់របស់វាកាយវិការរស់រវើកដូចពិតហើយតាំងកៅអាយទាំងអីវាច្បាស់ហ្នឹងហើយដល់ហ្នឹងហើយក្បាច់វាទូចមែនប៉ុន្តែលំអិតខ្លាំងបើប្រៀបធៀបមួយចម្លាក់ផ្សេងឬក៏បច្ចុប្បន្នអីអាចប្រៀបគ្នាបានអត់បានទេគាត់នេះវាលំអិតទូចខ្លាំង